ចាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរគឺយើងចូលមកកាន់មេរៀនទី3 Chapter 3របស់យើងគឺសិក្សាអំពី Measurement System and Conversion Procedure ចាហើយត្រង់ចំពោះនេះផងដែរគឺយើងនឹងសិក្សាផ្ដោតទៅលើការបំលែងណាចាអញ្ចឹងអ្នកទាំងអស់គ្នាចូលបងប្អូនទៅមើលជាមួយនឹងអ្នកគ្រូនៅ slide បន្ទាប់ហើយក្នុងថ្ងៃនេះផងដែរគឺយើងសិក្សាអ្នកគ្រូលើកយកមកបង្ហាញដល់ទាំងអស់គ្នាលើពីចំណុចណាអញ្ចឹងគឺយើងទៅមើលទាំងអស់គ្នាចាជាមួយនឹង introduction សេចក្តីណែនាំរបស់យើងនៅទីនេះជាមួយនឹង chapter 3ដែលយើងនិយាយអំពីរង្វាស់ប្រព័ន្ធរង្វាស់ចាអញ្ចឹងគឺក្នុងជំពូកនេះគឺយើងសិក្សាផ្ដោតទៅលើការបំលែងណាគឺយើងសិក្សាផ្ដោតទៅលើការបំលែងការវិភាគវិមាត្រមូលដ្ឋានការបំលែងការវិភាគវិមាត្រមូលដ្ឋាននិងការបំលែងនៅក្នុងប្រព័ន្ធម៉ែត្រត្រូវបានពិភាក្សាជាមុនអញ្ចឹងគឺមានន័យថាបន្តិចទៀតយើងនឹងសិក្សាជាមួយនឹងការបំលែងជាមួយនឹងប្រព័ន្ធម៉ែត្រណាចាហើយបន្តមកទៀតគឺយើងនឹងហើយបន្ទាប់មកការបំលែងរវាងប្រព័ន្ធម៉ែត្រនិងប្រព័ន្ធ nanometric ជាមួយនឹងវិធីសាស្ត្រខុសគ្នាមួយចំនួននៅក្នុងការអនុវត្តការបំលែងនឹងត្រូវលើកយកមកនិយាយផងដែរណានឹងត្រូវលើកយកមកពិភាក្សាអញ្ចឹងការយល់ដឹងអំពីវិធីសាស្ត្រនីមួយៗនឹងជួយសម្រាលនៅភាពលំបាកក៏ដូចជាការដែលអ្នកទាំងអស់គ្នាអូនធ្លាប់យល់ច្រឡំកន្លងមកអញ្ចឹងយើងនឹងមកមើលនៅទីនេះទាំងអស់គ្នាហើយចំណែកឯចុងបញ្ចប់នៃ chapter 3របស់យើងគឺយើងសិក្សាតទៅនឹងបំលែងសីតុណ្ហភាពចាប៉ុន្តែសម្រាប់ក្នុងសប្តាហ៍នេះផងដែរចាសម្រាប់ថ្ងៃនេះផងដែរគឺយើងលើកយកតែ2ចំណុចប៉ុណ្ណោះសម្រាប់មកធ្វើការនិយាយលើកមកតែ2ចំណុចប៉ុណ្ណោះក្នុងការបង្រៀនអ្នកទាំងអស់គ្នាណាចាអញ្ចឹងយើងទៅមើលជាមួយនឹងចំណុចបន្ទាប់ចាអញ្ចឹងយើងមកមើលជាមួយនឹង United States Customary System of Measurement ណាចាអញ្ចឹងនៅទីនេះគឺយើងមកមើលជាមួយនឹងរង្វាស់ខ្នាតណារង្វាស់ខ្នាតជាមួយនឹងរង្វាស់ខ្នាតដែលពេញនិយមហើយប្រើនៅក្នុងសហរដ្ឋអាមេរិកទាំងអស់គ្នាជាមួយ feet ស្មើនឹង12អ៊ីងណា1 feet ស្មើនឹង12អ៊ីងជាងអ្នកទាំងអស់គ្នាអូនដឹងហើយកាលពី chapter 2អ្នកក៏បានបង្ហាញចំណុចនេះដែរ1យ៉ាស្មើទៅនឹង3 feet ហើយ1ម៉ាយស្មើទៅនឹង5280 feet ណាចានេះគឺຂະຫນາດunits United States ណា United States Customary System of Measurement ហើយជាមួយនឹងមៀតអានេះតកតងទៅនឹងប្រវែកហើយជាមួយនឹងមៀត volume ជាមួយនឹងមៀតវិញគឺនៅចំណុចនេះផងដែរគឺ FLOG ស្អីទៅ FLOG អញ្ចឹងនៅទីនេះគឺ chapter 2អ្នកគ្រូក៏បានបង្ហាញដែរអញ្ចឹងយើងបើចំពោះបងប្អូនដែលភ្លេចសូមចូលទៅ check ជាមួយនឹង chapter 2ចឹងនៅទីនេះគឺគេបញ្ជាក់ឲ្យ8 FLOG អ្នកគ្រូអានបែបហ្នឹងតែម្ដងគឺស្មើទៅនឹង1 cup ហើយ1 PT គឺស្មើទៅនឹង2 cup ចំណែកឯ1 QT គឺស្មើទៅនឹង2 PT ចំណែកឯ4 QT ចាគឺស្មើទៅនឹងអូនគឺស្មើទៅនឹង1 gal គឺមកពីពាក្យ gallon ណា1 gallon ចាអញ្ចឹងគឺនេះគឺជារង្វាស់ខ្នាតណារង្វាស់ខ្នាតដែលពេញនិយមរង្វាស់ខ្នាតដែលប្រើនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងយើងមកមើលជាមួយនឹងចំណុចបន្ទាប់នៅទីនេះគឺអ្នកគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹង metric system តើស្អីទៅគឺជា metric system ណាតើស្អីទៅគឺជា metric system អញ្ចឹងនៅទីនេះគឺយើងមើលជាមួយនឹងទិដ្ឋភាពសាមញ្ញឬក៏ភាពសាមញ្ញនៃប្រព័ន្ធម៉ែត្រចានៃប្រព័ន្ធម៉ែត្រវាគឺជាមូលដ្ឋានណាវាគឺជាឯកតាមូលដ្ឋាននៃចម្ងាយណាវាគឺជាឯកតាមូលដ្ឋាននៃចម្ងាយក៏ដូចជាមៀតក៏ដូចជាទម្ងន់ណាវាគឺជាឯកតាមូលដ្ឋាននៃចម្ងាយឯកតាមូលដ្ឋាននៃមៀតក៏ដូចជាឯកតាមូលដ្ឋាននៃទម្ងន់ដែល
ដែលឯកតាមូលដ្ឋានទាំងនោះគឺយើងតាំងដោយនៅទីនេះគឺ m គឺមកពីពាក្យថា meter គឺនិយាយអំពីប្រវែង length ណាគឺនិយាយពីប្រវែងចឹង L គឺយើងតាំងដល់អក្សរ L តូចក៏បាន L ធំក៏បានគឺ liter គឺនិយាយពី volume គឺមាត្រណានិយាយពី volume ចំណែកឯ G នេះគឺ gram ណាគឺមកពីតាំងឲ្យពាក្យថា gram L lit m mat L តូច L ធំហ្នឹងគឺ liter ចា lit ហ្នឹងចាចំណែកឯ G នេះគឺ gram gram គឺ weight តកតងទៅនឹងទម្ងន់ចឹងនៅទីនេះអ្នកគ្រូបង្ហាញដល់ទាំងអស់គ្នាយើងដឹងហើយក៏បញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀតអញ្ចឹងជាមួយនឹងឯកតាចម្ងាយណាជាមួយនឹងចម្ងាយឯកតាចម្ងាយជាមួយនឹងឯកតាមាត្រក៏ដូចជាឯកតាទម្ងន់អញ្ចឹង m គឺប្រវែងណាគឺ length គឺ meter ចំណែកឯ L តូចឬក៏ L ធំហ្នឹងគឺ liter ចំណែកឯ gram គឺទម្ងន់ណា gram គឺយើងសំដៅទៅដល់ទម្ងន់អូខេចឹងនេះគឺជាឯកតាមូលដ្ឋាននៃ metric system ណានៃ metric system អូខេឥឡូវនេះយើងចូលទៅមើលជាមួយនឹងចំណុចបន្ទាប់ទៀតណាយើងចូលទៅមើលជាមួយនឹងចំណុចបន្ទាប់ទៀតមុននឹងយើងទៅជាមួយនឹងវិធីសាស្ត្រក្នុងការបំលែងអញ្ចឹងគឺ highlight ត្បូងនេះជាមួយនឹងនិមិត្តសញ្ញាឲ្យអ្នកទាំងអស់គ្នាស្គាល់យើងអាចនិយាយថានិមិត្តសញ្ញាឬក៏ឯកតាមូលដ្ឋានតកតងជាមួយនឹងចម្ងាយតកតងជាមួយនឹងមាត្រក៏ដូចជាទម្ងន់ណាក៏ដូចជាទម្ងន់ជាមួយនៅស្លាយបន្ទាប់នៅទីនេះគឺយើងនឹងមកធ្វើការពិភាក្សាណាជាមួយនឹងរង្វាស់មួយចំនួននៅខាងក្រោមជាមួយនឹងឯកតាមូលដ្ឋាននៅខាងក្រោមនេះចឹងនៅទីនេះគេថាដូចតែបានពិភាក្សាខាងលើឯកតាមូលដ្ឋានចំនួន3នៅក្នុងប្រព័ន្ធម៉ែត្រគឺអីគឺម៉ែត្រលីត្រហើយនិងក្រាមមិញហ្នឹងចានៅក្នុងប្រព័ន្ធម៉ែត្របុព្វបត្តិត្រូវបានប្រើដើម្បីសម្គាល់ចំនួនឯកតាមូលដ្ឋានដែលពាក់ព័ន្ធណាអញ្ចឹងយើងមកមើលជាមួយនឹងឧទាហរណ៍មីលីក្រាមត្រូវបានសម្គាល់ជា mg មីលីក្រាមដែល m ជាបុព្វបត្តិណាហើយក្រាម g ហ្នឹងគឺជាឯកតាមូលដ្ឋានចឹងអ្នកគ្រូបញ្ជាក់ឡើងវិញម្ដងទៀតនៅទីនេះគេថាដូចតែបានពិភាក្សាខាងលើឯកតាមូលដ្ឋានចំនួន3នៅក្នុងប្រព័ន្ធម៉ែត្រគឺអីគឺម៉ែត្រគឺមានម៉ែត្រហើយគឺមានអីទៀតអូនលេតហើយនិងក្រាមណាលេតហើយនិងក្រាមចឹងនៅក្នុងប្រព័ន្ធម៉ែត្របុព្វបត្តិត្រូវបានប្រើដើម្បីសម្គាល់ចំនួនឯកតាមូលដ្ឋានដែលពាក់ព័ន្ធចឹងឧទាហរណ៍នៅទីនេះគឺមីលីក្រាមត្រូវបានសម្គាល់ជាអីអក្សរវាគឺតាំងដោយ mg គេថា m ហ្នឹងគឺជាបុព្វបត្តិហើយ g ហ្នឹងគឺជាឯកតាមូលដ្ឋានចាអញ្ចឹងយើងមកមើលជាមួយនឹងឧទាហរណ៍ចាឧទាហរណ៍មីលីអីមីលីក្រាមណាចាអញ្ចឹងមីលីយើងតាំងដល់អក្សរ m នៅទីនេះគឺ imply 10សេគុណដក3ឬក៏យើងអាចទៅសេ1លើ1000អញ្ចឹង10សេគុណដក3អូនអាចទៅសេបាន1លើ1000អញ្ចឹងចំពោះមីលីក្រាមមានន័យថា1លើ1000នៃអីនៃក្រាម1លើ1000 of a gram គឺមានន័យថា10សេគុណដក3នៃក្រាមហ្នឹងនៃក្រាម10សេគុណដក3នៃក្រាមចាំមកគេនិយាយថាមានន័យថាមីលីក្រាមមីនគឺមានន័យថាមីលីក្រាមហ្នឹងគឺមានន័យថាគឺស្មើទៅនឹង1លើ1000ឬក៏អូនអាចទៅសេបានគឺ10ណាគឺ10សេគុណដក3ណានៃក្រាមណា10សេគុណដក3នៃក្រាមមីលីក្រាមចាំមីលីម៉ែត្រyes មីលីម៉ែត្រយើងបាច់ទៅម៉ែត្រគឺស្មើទៅនឹងអី1លើ1000នៃម៉ែត្រឬក៏10សេគុណដក3នៃម៉ែត្រចាស់មីលីលីត្រវិញមីលីលីត្រគឺក៏ដូចគ្នា yes គឺស្មើទៅនឹងអីគឺស្មើទៅនឹងគឺស្មើទៅនឹង1លើ1000នៃលីត្រណាຂະຫນາດលីត្រហ្នឹងឬក៏10សេគុណអីអូនឬក៏10សេគុណដក3នៃលីត្រហ្នឹងណាឬក៏10សេគុណដក3នៃលីត្រហ្នឹងចាអញ្ចឹងយើងទៅមើលជាមួយនឹងslideបន្ទាប់
ចាអញ្ចឹងស្លាយបន្ទាប់នេះយើងមើលជាមួយនឹង example នៅទីនេះទាំងអស់គ្នាអញ្ចឹងនៅទីនេះគឺ CG represent centigram ណា centigram C or centi អញ្ចឹងនៅទីនេះចំពោះ centigram នៅទាំងអស់គ្នាគឺស្មើទៅនឹងអីអូនគឺ10សេគុណដល់2ចឹងនៅទីនេះគឺ equivalent នៅទាំងអស់គ្នាអូនអាចទៅសេបានគឺស្មើទៅនឹង1លើ10សេគុណ2ឬក៏អូនអាចទៅសេបានគឺស្មើទៅនឹង1លើ100ណាគឺស្មើទៅនឹង1លើ100 Does centigram mean 100 of a gram ចឹងគឺមានន័យថាយើងអាចនិយាយបានថា1ក្រាមគឺស្មើទៅនឹង100សង់ទីក្រាម Does centigram mean 100 of a gram We could also think of this as 100 centigram equal 1 gram ចឹងទាំងអស់គ្នាអូនអាចនិយាយដូចងាយគឺ1ក្រាមគឺស្មើទៅនឹង100សង់ទីក្រាមណាដូចគ្នាដែរជាមួយនឹងមីលីក្រាមMilligram mean 1,000 of a gram. We could also think of this as 1,000 milligram equal 1 gram. ចឹងយើងអាចនិយាយបានថា1ក្រាមគឺស្មើទៅនឹង1000 milligram 1ក្រាមគឺស្មើទៅនឹង100សង់ទីក្រាមណាចឹងចំណុចនៅទីនេះសង្ឃឹមថាអ្នកទាំងអស់គ្នាអូននឹងច្បាស់ចឹងតិចទៀតគឺយើងនឹងទៅសិក្សាជាមួយនឹង finger នៃអីអូន finger នៃ horizontal ណា finger នៃ horizontal តែនៅទីនោះគឺយើងនឹងធ្វើការបំបែកຂະងាយៗទាំងអស់គ្នាជាមួយនឹងអ្នកគ្រូណាជាមួយនឹង horizontal format អ្នកគ្រូនឹងឲ្យ finger ទៅអ្នកទាំងអស់គ្នាជាមួយនឹង horizontal format ក៏ប៉ុន្តែនៅទីនេះគឺយើងសិក្សាបែបសម្រាយបន្តិចសិនអញ្ចឹងយើងមកមើលទាំងអស់គ្នាគឺCG represent ឲ្យអីសង់ទីក្រាម C ហ្នឹងគឺសង់ទីយើងអាចទៅសេបានគឺស្មើទៅនឹង10សេគុណដល់2ឬក៏អាចទៅសេបានគឺស្មើទៅនឹង1លើ10ស្វ័យគុណ2អញ្ចឹង10សេគុណ2ស្មើ100ណាចាឬក៏យើងអាចទៅសេបានគឺស្មើទៅនឹង1លើ100ចឹងនៅទីនេះគឺសង់ទីក្រាម mean 100 of a gram We could also think of this as 100 centigram equal 1 gram ជាអាចនិយាយបានថា1ក្រាមគឺស្មើទៅនឹង100សង់ទីក្រាមដូចគ្នាដែរជាមួយនឹងមីលីក្រាមនៅទីនេះអញ្ចឹងមីលីក្រាម mean 1/1000 of a gram អញ្ចឹងយើងក៏អាចនិយាយបានថាយ៉ាងម៉េច We could also think of this as 1000 milligram equal 1 gram អញ្ចឹងយើងនិយាយថា1ក្រាមគឺស្មើទៅនឹង1000 មីលីក្រាមណា1ក្រាមគឺស្មើទៅនឹង1000មីលីក្រាមអញ្ចឹងយើងមកមើលជាមួយនឹងសម្គាល់នៅទីនេះចាចឹងនៅទីនេះគេថាយ៉ាងម៉េច observe ចានៅទីនេះគេថាគេសង្កេតឃើញថាចំពោះតម្លៃបុព្វបត្តិណាសម្រាប់អី10សេគុណ6នេះតម្លៃ10សេគុណ6នេះណាឬតម្លៃដែលធំជាងហ្នឹងគឺគេតាំងដោយអក្សរធំ uppercase letter ណាគឺគេតាំងដោយអក្សរធំហើយវាពិតជាមានភាពសំខាន់នៅក្នុងការធ្វើការកំណត់ចំណាំណាធ្វើការកំណត់ចំណាំព្រោះអីព្រោះថាវាមានភាពខុសគ្នាយ៉ាងសំខាន់ណាឬក៏ខុសគ្នាយ៉ាងខ្លាំងរវាងចំនួនឯកតាកំណត់តាំងដោយអីអូនតាំងដោយអក្សរធំអក្សរធំនិងចំនួនណាឬក៏នឹងចំនួនឬក៏តម្លៃលេខតាំងដោយអក្សរ m តូចណាតាំងដោយអក្សរ m តូចដូចគ្នាដែរជាមួយនឹង p ធំនិង p តូចណាក៏ដូចគ្នាដែរជាមួយនឹង p ធំហើយនិង p តូចហើយជាមួយគ្នានេះដែរនៅក្នុងវិស័យសុខាភិបាលជាមួយនឹង MC នេះមកពីពាក្យអីអូនគឺ micro ណា micro often used in place of 1អញ្ចឹងនៅទីនេះគឺភាគច្រើនជាមួយនឹងភាគច្រើននៅខាង health science ចំពោះ micro MC នៅទីនេះគឺគេតាំងដោយអីតាំងដោយ1ឬក៏យើងអាចនិយាយបានថា micro ណា micro
ចឹងនេះគឺជានិមិត្តសញ្ញាដែលអ្នកទាំងអស់គ្នាអូនត្រូវដឹងណានិមិត្តសញ្ញាដែលអ្នកទាំងអស់គ្នាអូនត្រូវដឹងអញ្ចឹងយើងដឹងហើយបើគេនិយាយពីម៉ែត្រ2ម៉ែត្រគឺតកតងទៅនឹងអីអូនឡែងគឺប្រវែងបើគេនិយាយតកតងទៅនឹងអីបើគេនិយាយតកតងជាមួយនឹងលីត្រចាលីត្រហ្នឹងគឺតកតងទៅនឹងមៀតហើយបើគេនិយាយអំពីក្រាមគឺតកតងទៅនឹងទុំតកតងទៅនឹងទម្ងន់អញ្ចឹងត្រួសបាញ់មិញនេះអ្នកទាំងអស់គ្នាអូនដឹងហើយឥឡូវនេះយើងចូលទៅមើលជាមួយនឹង slide បន្តទៀត slide នៅទីនេះគឺយើងនឹងមកសិក្សាជាមួយនឹងtable នេះទាំងអស់គ្នាគឺ metric prefix and value ជាមួយនឹងបុព្វបត្តិហើយនិងតម្លៃអញ្ចឹងបុព្វបត្តិនៅទីនេះ prefix គឺតាំងដោយអីខ្លះហើយជាមួយនឹងអក្សរកាត់របស់វាណាហើយក៏ជាមួយនឹងអីជាមួយនឹង number of basic unit ណាក៏ដូចជាតម្លៃរបស់វានៅទីនេះអញ្ចឹងនៅទីនេះគឺ pita តាំងដោយអក្សរ p ហើយ p ធំណាតាំងដោយអក្សរ p ធំព្រោះអីព្រោះថាតម្លៃលេខរបស់វាគឺធំអញ្ចឹងចាប់ពីអីទៅអូនចាប់ពី10សេគុណ6ឡើងលើគឺយើងតាំងដោយអក្សរធំណាអ្នកគ្រូបានបញ្ជាក់ slide មុនហ្នឹងណាចឹងចាប់ពីតម្លៃ10សេគុណឡើងលើបុព្វបត្តិរបស់វាគឺយើងតាំងដោយអក្សរធំចឹងដូចនៅទីនេះចឹង pita តាំងដោយអក្សរ p តម្លៃរបស់វាគឺ10សេគុណ15ចឹងគឺតាំងដោយអក្សរ p ធំចំណែកឯ thera ចាតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ12តម្លៃវាធំចាលើសពី10សេគុណ6ទៅគឺយើងតាំងដល់អក្សរធំឬក៏ចាប់ពី10សេគុណ6ហ្នឹងទៅចាអញ្ចឹង thera គឺតាំងដល់អក្សរ t ធំចា giga ណាតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ9គឺយើងតាំងដល់អក្សរ g ធំចំណែកឯ mega តម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ6គឺយើងតាំងដល់អក្សរ m ធំណាមិញដែលអ្នកគ្រូបានបញ្ជាក់បងអូនហ្នឹងមកដល់ទីនេះគឺ kilo តាំងដល់អក្សរk ណា k តូចអញ្ចឹងតម្លៃ kilo គឺស្មើទៅនឹង10សេគុណ3 hecto តាំងដល់អក្សរ h តម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ2 deca តាំងដល់អក្សរ da ហ្នឹងគឺតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ1ចំណែកឯ basic unit ដែលអ្នកទាំងអស់គ្នាគឺអូនតែងតែជួបនិងត្រូវជួបបន្តជាញឹកញាប់ហ្នឹងគឺជាមួយនឹង basic unit គឺមាន gram មាន ម៉ែត្រហើយនិង lít ណាតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ0ណាតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ0ចំណែកឯ dc តាំងដល់អក្សរ d តូចតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ1ចំណែកឯ centi តាំងដល់អក្សរ c តម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ2ចាជាមួយនឹង milli ណា milli តាំងដល់អក្សរ m ចា milli គឺតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ3ចាស់ចំណែកឯ micro នៅនេះវិញតាំងដល់អក្សរ1ឬក៏ mc ចាយើងតម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ5 1 nano តាំងដល់អក្សរ n តម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ9pico តាំងដល់អក្សរ p តម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ12 femto តម្លៃរបស់វាគឺស្មើទៅនឹង10សេគុណ15តម្លៃរបស់វាតាំងដល់អក្សរ f អញ្ចឹងគឺអ្នកទាំងអស់គ្នាអូនមើលហើយជាមួយនឹងបុព្វបត្តិនៃតម្លៃដែលធំឬក៏ចាប់ពី10សេគុណ6ឡើងទៅគឺយើងតាំងដោយប្រភេទអក្សរធំតួយ៉ាងដូចនេះអញ្ចឹង peta thera giga mega ណាគឺយើងតាំងដោយអក្សរធំចំណែកឯតម្លៃទាបជាងហ្នឹងគឺយើងតាំងដោយប្រភេទអក្សរតូចខាងក្រោមនេះហើយបើគេនិយាយថាស្អីទៅ basic unit មានអីមាន gram មានម៉ែត្រមាន lít អីចឹងទៅហ្នឹងគឺជា basic unit អ្នកទាំងអស់គ្នាអូនដឹងហើយណា gram គឺតកតងទៅនឹងទម្ងន់ watt គឺតកតងgram គឺតកតងទៅនឹងទម្ងន់ watt ហ្នឹងចាចំណែកឯម៉ែត្រតកតងទៅនឹងប្រវែងឡើងហើយចំណែកឯ L គឺ liter តកតងទៅនឹង volume គឺនិយាយអំពីមាត្រណាគឺនិយាយអំពីមាត្រអូខេបងប្អូនទាំងអស់គ្នា
ចឹងគឺយើងទៅមើលជាមួយនឹង slide បន្ទាប់ណាយើងទៅមើលជាមួយនឹង slide ចាអញ្ចឹងជាមួយនឹង slide នៅទីនេះគឺយើងមកមើលជាមួយនឹង basic dimensional analysis ចឹង objective របស់វាគឺ the goal of this section is for the student to simplify and interpret unit using dimensional analysis ចាអញ្ចឹងយើងមកមើលថាតើស្អីទៅគឺជា dimensional analysis ចឹង dimensional analysis គឺជាការវិភាគវិមាត្រចឹងនៅទីនេះគេថាយ៉ាងម៉េចអូននៅទីនេះគេថា dimensional analysis គឺការវិភាគវិមាត្រចឹងការវិភាគវិមាត្រគឺជាដំណើរការផ្លាស់ប្ដូរណាគឺជាដំណើរការផ្លាស់ប្ដូរនៃអីអូនគឺជាដំណើរការផ្លាស់ប្ដូរនៃទម្រង់បេក្ខនិតឬក៏ជាការបំលែងណាឬក៏ការបំលែងឯកតានៃរង្វាស់ហើយជាមួយនឹងឧទាហរណ៍ខាងក្រោមណាជាមួយនឹងឧទាហរណ៍ខាងក្រោមឬក៏ slide បន្ទាប់ហ្នឹងអ្នកគ្រូនឹងលើកយកជាមួយនឹងច្បាប់ exponential មក apply ណាច្បាប់នៃ exponential មក apply ទាំងអស់គ្នាអញ្ចឹងជាមួយនឹង exponential ណាច្បាប់ exponent rule of the exponent ដែលទាំងអស់គ្នាអូនបានសិក្សារួចកាលពីថ្នាក់ទី10និងទី11ណាចាអញ្ចឹងគឺយើងនឹងលើកវាយកមកប្រាស់តិចតួចទេណាអញ្ចឹងតិចទៀតអ្នកទាំងអស់គ្នាអូននឹងឃើញណាអញ្ចឹងយើងទៅមើលទាំងអស់គ្នាជាមួយនឹងអ្នកគ្រូចាជាមួយនឹងឧទាហរណ៍បន្ទាប់ចឹងយើងទៅមើលជាមួយនឹងឧទាហរណ៍ជាមួយនឹងចំណុចឧទាហរណ៍ 3.1 នៃ dimensional analysis នឹងទាំងអស់គ្នាចឹងនៅទីនេះគឺគេឲ្យយើងអីជាមួយនឹងឧទាហរណ៍គឺ simplify ណា L សេគុណដក1ក្រាមណាអញ្ចឹង L ហ្នឹងគឺតាំងឲ្យអី L គឺ liter ចឹងគេអញ្ចឹងL ដក1ក្រាមចឹងនៅទីនេះគឺយើងនឹងយកវាមក apply ជាមួយនឹង rule of exponent ចឹងនៅទីនេះគេថាយ៉ាងម៉េច applying the rule of exponent give អញ្ចឹងL សេគុណដក1ក្រាម L សេគុណដក1ជាមួយនឹងច្បាប់ exponent អូនអាចទៅសេបាន1លើ L ចឹងអត់ចាអញ្ចឹងនៅទីនេះគឺ L សេគុណដក1ក្រាមអូនអាចទៅសេបានគឺស្មើទៅនឹង1លើ L គុណនឹងក្រាមណាចឹងក្រាមគឺ denominator របស់វាគឺអី1ចឹងយើងអាចសរសេរបានជា fraction បែបនេះជាប្រភេទបែបនេះគឺ1លើ L ណាគុណជាមួយនឹងអីគេអូនប្រភេទអីយើងអាចសរសេរវាជាទម្រង់ប្រភេទបាន fraction បាន denominator វា1ចាអញ្ចឹងគឺយើងធ្វើការសម្រួលទៅឃើញថាអីក្រាមជាលើ L ណាជាលើ L ចឹងនៅទីនេះគេថា the unit are rate gram per liter ចឹង G លើ L ហ្នឹងសម្រាប់ការអានសម្រាប់ការហៅគឺគេហៅថាយ៉ាងម៉េច gram per liter ចឹងយើងនឹងមានឧទាហរណ៍ឬក៏អាចថាជាលំហាត់សម្រាប់អ្នកទាំងអស់គ្នាចឹងយើងមកមើលឲ្យច្បាស់ទាំងអស់គ្នាជាមួយនឹងការ apply អញ្ចឹងដំបូងនេះគឺអ្នកគួរឲ្យអ្នកទាំងអស់គ្នា simplify L សេគុណដក1ក្រាមអញ្ចឹងយើង apply rule exponent អញ្ចឹង rule exponent នេះគឺអ្នកក៏អត់សូរទេក៏ប៉ុន្តែគ្រប់គ្នាគឺសុទ្ធតែបានដឹងរួចមកហើយចំពោះចំណុចនេះហើយបើសិនជាមានអ្នកណាថាអូ rule exponent មិនទៅផ្លេចបាត់ហើយ yes អញ្ចឹងខាងក្រោមនេះគឺយើងអូនដឹងណា rule exponent គឺបែបណាអញ្ចឹងចំពោះ rule exponent គឺ L សេគុណដក1ក្រាមគឺយើង L សេគុណដក1អូនអាចទៅសេបានគឺស្មើទៅនឹង1លើ L ក្រាមណាអញ្ចឹង1លើ L ក្រាមគឺយើងទៅសេមកគឺ1លើ L គុណជាមួយនឹងអីចុចហ្នឹងគឺគុណG លើ1ណាយើងទៅសេវាមកជាទម្រង់ fraction យើងទៅសេវាមកជាទម្រង់ fraction ចឹង G មានន័យថាភាគបែងរបស់វាគឺ1បែបនេះគឺមានន័យថាភាគបែងរបស់វា1ចឹងយើងធ្វើការសម្រួលទៅគឺឃើញថាស្មើទៅនឹង G លើ L អូខេចុះ G លើ L ហ្នឹងគេហៅបែបម៉េចគេអានបែបម៉េចចឹង this unit are read as gram per liter ណា gram per liter អូខេអញ្ចឹងយើងមកមើលជាមួយនឹង example ទី2អញ្ចឹង simplify 6គីឡូក្រាមណាដេសេគុណដក1
Say che 6 kg ដេសេកុនដក1អញ្ចឹងក៏យើងមកប្រើជាមួយនឹង exponent ដូចគ្នាច្បាប់នៃ exponential ដូចគ្នាអញ្ចឹង6 kg គុណជាមួយនឹងដេសេកុនដក1អូនអាចទៅសេបានគឺស្មើទៅនឹង6 kg គុណជាមួយនឹង1លើដេណា1លើដេចាគុណជាមួយនឹង1លើដេអញ្ចឹងនៅទីនេះអូនគុណទៅ6អូនអាចទៅសេបានគឺស្មើទៅនឹង6 kg លើដេអញ្ចឹង this unit អា6 kg លើដេហ្នឹងគេអានថាយ៉ាងម៉េច this unit are read 6 kg per day ណា6 kg per day អូខេអញ្ចឹងអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអូននឹងចេះអានណាតែកាប់ពិតទៅនៅទីនេះអូនអ្នកគ្រូចង់ឲ្យខ្ញុំចេះអីចេះ yes ចង់ឲ្យអ្នកទាំងអស់គ្នាអូនចេះអានអញ្ចឹងការសរសេររបស់គេបែបហ្នឹងហើយឲ្យអូនចេះអានជាមួយនឹងមេរៀនទី4គឺយើងនឹងសិក្សាច្រើនទៅលើពាក្យឬក៏ផ្នែកថ្នាំជាច្រើនទៀតຂະຫນាតនៃការអាននៃការហៅក៏ដូចជារង្វាស់មួយចំនួនអញ្ចឹងនៅទីនេះគឺយើង start តកតងជាមួយនឹង basic unit របស់យើងគឺមានម៉ែត្រមានអីអូនលែងប្រវែងហ្នឹងម៉ែត្រហ្នឹងចាហើយជាមួយនឹង gram weight ទម្ងន់ហ្នឹងក៏ដូចជាអី meter volume គឺតកតងទៅនឹង lit ណាអញ្ចឹងយើងរៀនសេចក្តីផ្ដើមរបស់យើងនៅទីនេះយើងបង្ហាញជាមួយនឹងអ្នកទាំងអស់គ្នានៅចំណុចទាំងអស់នេះសិនណាចាអញ្ចឹងអីដែលសំខាន់គឺឲ្យអូនចេះអានណាចេះអានចឹងក្នុងការអានក៏យើងអាចយកច្បាប់នៃ exponential ដែលយើងបានរៀនកន្លងមកចាយកវាមកប្រើដើម្បីធ្វើការសម្រួលហើយក៏យើងអាចអានជាមួយនឹង unit ទាំងអស់នោះណាចាឥឡូវនេះគឺយើងមកមើលជាមួយនឹងចំណុចបន្ទាប់នៅទីនេះគឺអ្នកគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹងឧទាហរណ៍ 3.3 ចឹងឧទាហរណ៍ 3.3 នៅទីនេះគឺឲ្យអូន simplify ណាគឺឲ្យអូន simplify អីmilligram លើ milliliter គុណឲ្យ milliliter គុណឲ្យអីsorry HR សេកុនដក1អញ្ចឹងគឺមានន័យថាយ៉ាងម៉េច HR នៅទីនេះគឺគេបង្ហាញឲ្យហើយ represent hour គឺនិយាយអំពីម៉ោងអញ្ចឹងនៅទីនេះគេថាយ៉ាងម៉េច first reduce the milliliter unit ណាអញ្ចឹងយើងត្រូវ reuse ជាមួយនឹង milliliter unit យើងទៅសេបែបនេះមកយើងអាច reuse វាអញ្ចឹងយើង reuse វាអ្វីដែលនៅសល់គឺ milligram hour សេកុនដក1អញ្ចឹងអត់ចាអញ្ចឹងនៅទីនេះគឺយើងអីនៅទីនេះគឺយើង using property ណា using the property of negative exponent we can rewrite as អញ្ចឹងmilligram គុណជាមួយនឹងអី milligram ចុចជាមួយនឹង hour ណា milligram គុណជាមួយនឹងអីអូន milligram គុណជាមួយនឹង HR សេកុនដក1អ្នកគ្រូអានចេះហ្មងណា HR ហ្នឹង represent hour ម៉ោងអញ្ចឹងយើងអាចទៅសេបានគឺ milligram គុណឲ្យ1លើអី1លើ HR អញ្ចឹងគឺ milligram លើ HR អញ្ចឹងអា unit milligram លើ HR ហ្នឹងthis is read milligram per hour ណាគឺហៅថាយ៉ាងម៉េច milligram per hour milligram per hour អូខេអញ្ចឹងយើងទៅមើលជាមួយនឹងចំណុចបន្ទាប់នៅទីនេះគឺ simplify ណាចំណុចបន្ទាប់នៅទីនេះគឺ simplify អី simplify L សេកុនដក 1m ណា second សេកុនដក 1 L លើ second ណាចាអញ្ចឹងនៅទីនេះ first អញ្ចឹងយើងមើលទាំងអស់គ្នាមើលតើយើងអាចទៅសរសេរជាទម្រង់អីបានខ្លះណាអញ្ចឹងយើងមកធ្វើការសរសេរទាំងអស់គ្នាជាមួយនឹងច្បាប់ exponent first rewrite by using negative exponent rule ណាចាអញ្ចឹង L សេកុនដក 1 យើងអាចទៅសេបានគឺ1លើ L ណាគុណឲ្យ m គុណឲ្យ second សេកុនដក 1 យើងអាចទៅសេបាន1លើ second ចា
គុណជាមួយនឹង Euler អី Euler អីអូន Euler secant ណាចាបន្តមកទៀតគឺយើងអាចធ្វើការ reduce យើងមើលតើយើងអាច reduce អីបានខ្លះនៅទីនេះចាគឺយើងអាចធ្វើការ reduce L បានចឹង next reduce L unit and simplify ណាចឹងគឺ1លើ L គុណឲ្យ M 1លើ secant L លើ secant ចឹងយើងធ្វើការសម្រួល L ចោលគឺស្មើទៅនឹងអីគឺស្មើទៅនឹង M គុណឲ្យអី1លើ secant ការ៉េអញ្ចឹងគឺស្មើទៅនឹង m លើ secant ការ៉េអញ្ចឹងជាមួយនឹង unit m លើ secant ការ៉េនេះយើងអាចអានវាបានយ៉ាងម៉េចយើងអាចអានថាម៉េចណាអញ្ចឹង this is read as meter per secant meter per secant or meter per secant quart ណា secant ការ៉េចឹងនៅទីនេះគឺអ្វីដែលអ្នកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាអូនដឹងគឺចាស់ឲ្យអ្នកទាំងអស់គ្នាចេះអានណាគឺយើងគ្រាន់តែអានទេចឹងដើម្បីអានបានយើងធ្វើការសម្រួលជាមួយនឹងលក្ខណៈរបស់វាដែលប្រើច្បាប់ exponent ណាដែលប្រើច្បាប់ exponent អញ្ចឹងយើងនឹងទៅមើលជាមួយនឹងឧទាហរណ៍បន្ទាប់ដែលគ្រូដាក់ឧទាហរណ៍ឲ្យច្រើនបន្តិចអញ្ចឹងឧទាហរណ៍ច្រើនសង្ឃឹមអ្នកទាំងអស់គ្នាអូននឹងអាចធ្វើលំហាត់បានដោយងាយណាចាចឹងនៅទីនេះយើងមកមើលជាមួយនឹងអីយើងមកមើលជាមួយនឹង example ទាំងអស់គ្នាអញ្ចឹង example នៅទីនេះគឺ example ទី5 3.5 របស់យើងគឺ simplify 10 deciliter គុណឲ្យអីអូនគុណឲ្យ L សេគុណដក1ណាចាអញ្ចឹងយើងមកធ្វើការសរសេរជាមួយនឹងច្បាប់ exponent ទាំងអស់គ្នាចាអញ្ចឹងយើងអាចទៅសេបានគឺ10 deciliter ណាគុណជាមួយនឹង1លើ L អញ្ចឹង L សេគុណដក1អូនអាចទៅសេបាន1លើ L អញ្ចឹងយើងសម្រួល L បានអត់ឬក៏យើងមិនទាន់សម្រួលទេចាអញ្ចឹងយើងធ្វើការគុណទាំងអស់គ្នាទៅយើងធ្វើការគុណណាយើងធ្វើការគុណនៅទីនេះយើងសម្រួលអត់បានទេណាយើងសម្រួលអត់បានទេព្រោះ1 deciliter 1 liter ចឹងអត់ចាអញ្ចឹងគឺយើងធ្វើការគុណទាំងអស់គ្នាអញ្ចឹងគឺយើងអាចទៅសេបាននេះ unit នេះ10 deciliter លើ liter អញ្ចឹងអា unit នេះគឺគេអានយ៉ាងម៉េច this is read as 10 deciliter per liter ណា10 deciliter per liter ណាចាអញ្ចឹងយើងទៅមើលជាមួយនឹងឧទាហរណ៍បន្ទាប់ឧទាហរណ៍បន្ទាប់គឺឧទាហរណ៍ 3.6 ឧទាហរណ៍ 3.6 នេះអ្នកគ្រូឲ្យអ្នកទាំងអស់គ្នាអូន simplify 3600 secant លើ1ម៉ោងលើ1 hour ចែកឲ្យអីចែកឲ្យ86400 secant លើមួយថ្ងៃណាចែកឲ្យមួយថ្ងៃចឹងនៅទីនេះយើងដឹងហើយដើម្បីធ្វើការចែកប្រភេទគឺយើងយកប្រភេទទី1គុណចម្រាស់ប្រភេទទី2ចឹងអត់ចាចែកប្រភេទចាចឹងយើងធ្វើធម្មតាមកដើម្បីចែកប្រភេទគឺយើងយកប្រភេទទី1គុណចម្រាស់ប្រភេទទី2ចាគុណចម្រាស់ប្រភេទទី2ចឹងអ្នកទាំងអស់គ្នាអូនបានអីនៅទីនេះអូនបានអីអូនអាចធ្វើការសម្រួលបានអត់ណាអូនបានអីហើយអូនអាចធ្វើការសម្រួលបានដែរឬក៏អត់ចឹងណាចាអូខេចឹងនៅទីនេះនៅពេលដែលយើងសរសេរបែបនេះគឺយើងអាចធ្វើការសម្រួលណាគឺយើងធ្វើការសម្រួលចឹងយើងធ្វើការសម្រួលអីយើងធ្វើការសម្រួលទាំងអស់គ្នាណាយើងធ្វើការសម្រួលជាមួយនឹងអី3600ណាយើងធ្វើការសម្រួលជាមួយនឹង3600ចុះ3600សម្រួលនឹង3600គឺបានអីអូនបាន1នៅសា1ហ្នឹងណានៅសា1នេះចាចំណែកឯ80000ណា80000 6400វិញចាចឹងយើងធ្វើការសម្រួលជាមួយនឹងអីអូន3600គឺតម្លៃរបស់វាគឺនៅសល់អី24នៅទីនេះហើយ secant គឺយើងធ្វើការសម្រួលនឹង secant ចាចឹងតម្លៃនៅទីនេះគឺយើងបានអី24 hour លើមួយថ្ងៃចឹង this is read as 24 hour per day ណា24ម៉ោងនៃមួយថ្ងៃហ្នឹងណា
ចឹងគឺ yes ងាយមែនតើជាមួយនឹងការអានខុសប៉ុន្តែក៏ត្រូវការប្រើជាមួយនឹងគណិតវិទ្យានៅក្នុងនឹងផងដែរដើម្បីធ្វើការសម្រួលនៅភាពស្មុគស្មាញទាំងអស់ហ្នឹងដើម្បីឲ្យយើងងាយស្រួលនៅក្នុងការអានណាចាអញ្ចឹងយើងមកមើលជាមួយនឹងចំណុចបន្ទាប់នៅទីនេះគឺអ្នកគ្រូបានដាក់ problem ឲ្យអ្នកទាំងអស់គ្នា practice problem ជាមួយនឹង practice problem នេះផងដែរគឺជាមួយនឹងចំណុច 3.1 គឺមាន5លំហាត់ហ្នឹងគឺឲ្យអ្នកទាំងអស់គ្នា simplify using dimensional analysis and write answer in word ដោយដែលយើងបានធ្វើនៅលើឧទាហរណ៍ទាំង6មុនហ្នឹងចាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអូននឹងអាចធ្វើបានណាអូននឹងអាចធ្វើបានឥឡូវនេះគឺយើងទៅមើលជាមួយនឹងចំណុចបន្តណាគឺយើងចូលទៅចំណុច 3.2 ចឹងជាមួយនឹងចំណុច 3.2 នៅទីនេះគឺយើងនឹងមកសិក្សាជាមួយនឹង conversion with metric system ណាគឺយើងនឹងមកសិក្សាជាមួយនឹង conversion with the metric system ចឹងជាមួយនឹង objective ណាជាមួយនឹង objective ចឹង the goal of this section is for the student to perform conversion with the metric system using the horizontal format perform conversion with the metric system using dimensional analysis ចាអញ្ចឹងនៅទីនេះគឺយើងមានអីអូនគឺយើងមានពីរវិធីសាស្ត្រជាមួយនឹងការបំលែងជាមួយនឹងការសិក្សាជាមួយនឹង conversion with the metric system ទី1គឺ perform conversion with the metric system using the horizontal format ទី2គឺ perform conversion with the metric system using dimensional analysis ចឹងជាមួយនឹង dimensional analysis ជាមួយនឹង 3.1 មិញអ្នកទាំងអស់គ្នាអូនឃើញ slide វារៀងវែងតិចណាចាក៏ប៉ុន្តែឥឡូវនេះយើងមកមើលទាំងអស់គ្នាគេថានៅក្នុងវិទ្យាសាស្ត្រឬក៏វិទ្យាសាស្ត្រសុខាភិបាលហ្នឹងមិនមានករណីលើកលែងទេចឹងមានន័យថាយើងត្រូវធ្វើការសិក្សាទាំងអស់ណាយើងត្រូវធ្វើការសិក្សាទាំងអស់អញ្ចឹងនៅទីនេះគឺជារឿយៗចាំបាច់ត្រូវបំលែងរង្វាស់ដែលផ្ដល់ក្នុងម៉ែត្រទៅការវាស់វែងសមមូលផ្សេងទៀតក្នុងម៉ែត្រឧទាហរណ៍អ្នកប្រហែលជាត្រូវដឹងថាតើមានប៉ុន្មានមីក្រូលីត្រក្នុងមីក្រូលីត្រណាចំពោះការបំលែងហៅថាការវិភាគមាត្រអាចត្រូវបានធ្វើឡើងឬក៏ទម្រង់ផ្ដេកអាចត្រូវបានប្រើដើម្បីបញ្ចប់ការបំលែងប្រភេទនេះចឹងនេះគ្រាន់តែជាការបរិយាយជាមួយនឹង concept នៃចំណុច 3.2 របស់យើងចឹងមានន័យថាចំពោះ health science ចំពោះវិទ្យាសាស្ត្រសុខាភិបាលក៏ដូចជាវិទ្យាសាស្ត្រគឺអត់មានករណីលើកលែងទេជាទូទៅគឺយើងត្រូវធ្វើការបំលែងណាឬក៏បំបែកខ្នាតជារឿយៗគឺយើងតែងតែប្រើវាបែបហ្នឹងកន្លងមកចឹងឯងតាំងពីអូនរៀនរូបវិទ្យាថ្នាក់ទី7ទី8ទី9អីហ្នឹងចា10 11 12ហ្នឹងគឺជាទូទៅយើងអត់ដែរលើកលែងទេចំពោះខ្នាតគឺយើងតែងតែបំបែកឬក៏បំលែងវាណាចាហើយនៅទីនេះគឺយើងមានពីរទម្រង់ទី1គឺយើងប្រើអីជាមួយនឹងទម្រង់ផ្ដេកhorizontal format ក៏ដូចជាការវិភាគវិមាត្រគឺ dimensional analysis ឥឡូវនេះយើងទៅមើលទាំងអស់គ្នាជាមួយនឹង horizontal format ជាមុនសិនណាអូខេអញ្ចឹងជាមួយនឹង horizontal format ណាឬក៏យើងអាចនិយាយបានថាជាមួយនឹងទម្រង់ផ្ដេកអញ្ចឹងនៅទីនេះចាយើងមកមើលទាំងអស់គ្នាអញ្ចឹងគេថាទម្រង់ផ្ដេកគឺជាវិធីសាស្ត្រដែលងាយស្រួលបំផុតក្នុងការប្រើនៅពេលបំលែងនៅក្នុងប្រព័ន្ធម៉ែត្រអញ្ចឹងខាងក្រោមនេះវាគឺជានីតិវិធីដើម្បីធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធម៉ែត្រដែលប្រើទម្រង់ផ្ដេកចំណែកថាការផ្លាស់ប្ដូរនោះគឺការបំលែងនឹងឯងណាចាអញ្ចឹងគឺវាមាន5 step ខាងក្រោមទី1គឺកំណត់កន្លែងដែលលេខទស្សភាគមានទីតាំងនៅក្នុងលេខដែលត្រូវបានបំលែង2កំណត់ទីតាំងនៃបុព្វបត្តិនីមួយៗនៅលើយ៉ាក្រាមផ្ដេក3ធ្វើផលដករវាងនិតសន្ន2ដែលភ្ជាប់ជាមួយនឹងបុព្វបត្តិ x នីមួយ4បើសិនបើការបំលែងកំពុងផ្លាស់ទីទៅខាងស្ដាំលើយ៉ាក្រាមផ្ដេកសូមផ្លាស់ទីទស្សភាគទៅខាងស្ដាំដោយចំនួនដែលបានគណនាក្នុងជំហានទី3
5បើសិនបើការបំលែងកំប៉ុងផ្លាទីទៅខាងឆ្វេងនៅលើយ៉ាក្រាមផ្ដេកសូមផ្លាទីទស្សភាគទៅខាងឆ្វេងដោយចំនួនដែលបានគណនាក្នុងជំហាន3អញ្ចឹងជាមួយនឹង5នីតិវិធីនេះអ្នកគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាបន្តិចទៀតនេះជាមួយនឹងឧទាហរណ៍របស់យើងអញ្ចឹងយើងទៅមើលទាំងអស់គ្នាជាមួយនឹងអ្នកគ្រូណា Sorry អ្នកគ្រូបង្ហាញជាមួយនឹង finger ទាំងអស់គ្នាសិនhorizontal format form matrix prefix and value ចឹងយើងមកមើលទាំងអស់គ្នា basic unit អូនដឹងហើយណាគឺមានអី gram meter ណា gram mat lit ណានិយាយចេះហ្មងណា gram mat lit ចឹង gram mat lit value របស់វាគឺ10សេគុណ0ចំណែកឯនេះគឺអីចំណែកឯនេះគឺអីគឺយើងមានអីអូនចំណែកឯនៅទីនេះគឺយើងមានអីយើងមាន decigram ណាយើងមានសង់ទីក្រាមយើងមានមីលីក្រាមណាយើងមានមីក្រូណាម៉ៃក្រូមីក្រូហ្នឹងយើងមានអីណាណូយើងមានពីកូយើងមានអីហ្វេមតូហើយនៅខាងនេះវិញគឺយើងមានអីអូនយើងមានដេកាយើងមានហិកតូយើងមានគីឡូយើងមានអីគេអូនមេហ្គាជីកាក៏ដូចជាធីរ៉ានិងអីភីតាអញ្ចឹងអ្នកទាំងអស់គ្នាអូនដឹងហើយតម្លៃរបស់វា basic unit gram mat lit គឺ10សេគុណ0ចំណែកឯ deci ណា decigram គឺអីគឺ10សេគុណដក1ចំណែកឯសង់ទីគឺ10សេគុណដក2ចំណែកឯអីមីលីក្រាមគឺស្មើទៅនឹង10សេគុណដក3មីក្រូ10សេគុណដក6ណាណូ10សេគុណដក9ពីកូ10សេគុណដក12ចំណែកឯអីហ្វេមតូ10សេគុណដក15ចឹងចំពោះតម្លៃបុព្វបត្តិ10សេគុណដក6ទៅ10សេគុណ6ឡើងឬក៏ចាប់ពី10សេគុណ6ហ្នឹងគឺគេប្រើដល់អក្សរធំអញ្ចឹងយើងក៏លេខមកមើលខាងឆ្វេងវិញម្ដងអញ្ចឹងគឺមានអីគឺមានដេកាក្រាមមានហិកតូមានគីឡូមានមេហ្គាណាអញ្ចឹងតម្លៃមេហ្គាតម្លៃដេកាគឺ10សេគុណ1ហិកតូ10សេគុណ2គីឡូ10សេគុណ3ជាមួយនឹងមេហ្គាគឺ10សេគុណ6ជាមួយនឹងអីជីកា10សេគុណ9ជាមួយនឹងធីរ៉ា10សេគុណ12និងភីតា10សេគុណ15ចឹងជាមួយនឹងតារាងនេះអ្នកទាំងអស់គ្នាអូនត្រូវធ្វើការកំណត់ចំណាំអញ្ចឹងមានន័យថាតារាងនេះគឺអូនត្រូវចាំណាអូនត្រូវចាំដោយខ្លួនឯងណាចាតារាងនេះអូនត្រូវចាំដោយខ្លួនឯងជាមួយនឹងការបំលែងណាជាមួយនឹងការបំលែងអញ្ចឹងយើងឬក៏យើងអាចអីអាចនិយាយទៅអាចគូសវាធ្វើម៉េចឲ្យចាំជាមួយនឹងរង្វាស់របស់វានឹងហើយក៏ដូចជាតម្លៃរបស់វានឹងផងដែរអញ្ចឹងគឺយើងគូសបន្តិចទៅងាយស្រួលនៅក្នុងការកំណត់ចំណាំណាចាឥឡូវនេះយើងមកមើលជាមួយនឹងឧទាហរណ៍ជាមួយនឹងឧទាហរណ៍នេះវិញគឺអ្នកទាំងអស់គ្នាអូននឹងត្រូវបំលែង convert 12 ml to microliter ណា to microliter using the horizontal format ចឹងយើងទាំងអស់គ្នាទៅ convert អីយើងទាំងអស់គ្នាត្រូវទៅ convert 12 ml ហ្នឹងទៅជាអីmicroliter ណា microliter ដោយប្រើ horizontal format អញ្ចឹងដោយប្រើ horizontal format យើងប្រើមកវិញអូនyes ទី1គឺអី identify the decimal location ណាអញ្ចឹងគេបានបញ្ជាក់ហើយទី1ហ្នឹងគឺអ្នកទាំងអស់គ្នាអូនត្រូវអីទី1គឺត្រូវកំណត់អីកំណត់កន្លែងលេខទស្សភាគណា identify decimal location ណាគឺទី1គឺត្រូវ identify the decimal location
The P could be through of us ចឹង12 decimal location របស់វាហើយទី2ហ្នឹងគឺអីទី2គឺកំណត់ទីតាំងបុព្វបត្តិនីមួយៗ Identify where the two prefix of locate on horizontal diagram is this example the first prefix is M and the second is micro they locate are note below ចឹងយើងប្រើវានៅលើអីតែម្ដងអូនគឺយើងគិតវានៅលើ finger របស់យើងនឹងតែម្ដង horizontal format នឹងតែម្ដងចឹងយើងធ្វើការបំលែងពីអីអូនបំលែងពីmilliliter ទៅអីទៅ microliter អញ្ចឹងនៅទីនេះគេបញ្ជាក់មកទៀតគេថាទី3ស្វែងរកភាពខុសគ្នារវាងនីតិសាស្ត្រ2ស្វែងរកភាពខុសគ្នារវាងនីតិសាស្ត្រ2ហើយបើវាផ្លាស់ទីទៅខាងស្ដាំយ៉ាងម៉េចនៅលើយ៉ាក្រាមអញ្ចឹងយើងគណនាវាអញ្ចឹងស្វែងរកបុព្វបត្តិរបស់វាហើយវាផ្លាស់ទីទៅខាងស្ដាំណាហើយវាផ្លាស់ទីទៅខាងស្ដាំអញ្ចឹងយើងធ្វើម៉េចបន្តទី3គឺ difference between the exponent គឺយើងធ្វើផលដកណាគឺយើងធ្វើផលដកនីតិសាស្ត្រ2គឺយើងធ្វើផលដកអូខេគឺយើងធ្វើផលដកចឹង milliliter គឺ10សេគុណដក3 microliter គឺ10សេគុណដក6អញ្ចឹងយើងដកតែនីតិសាស្ត្រទេណា difference between this exponent ចឹងយើងធ្វើផលដកជាមួយនឹងអីជាមួយនឹងនីតិសាស្ត្រចឹងនៅទីនេះគឺអីអូនដក3ដកឲ្យដក6អញ្ចឹងគឺស្មើទៅនឹង3ណាគឺស្មើទៅនឹង3អញ្ចឹងនៅទីនេះគឺយើងអាចទៅសេបានថាយ៉ាងម៉េច1200ណាគឺយើងរំកិលវាមក3ណារំកិលវាមក3គឺ03អញ្ចឹង12មីលីលីត្ររំកិលវាមកមុខមីក្រូលីត្រអញ្ចឹងគឺស្មើទៅនឹងអី12មីលីលីត្រគឺស្មើទៅនឹង12000មីក្រូលីត្រណាយើងរំកិលវាមក3នេះដូចសញ្ញាលេខ03នេះហើយនឹងសញ្ញាព្រួយដែរនៅគូហ្នឹងណាអញ្ចឹងមានន័យថា12មីលីលីត្រគឺស្មើទៅនឹង12000មីក្រូលីត្រណាគឺស្មើទៅនឹង12000មីក្រូលីត្រអូខេតោះយើងមកមើលជាមួយនឹងឧទាហរណ៍បន្ទាប់នៅទីនេះគេឲ្យអ្នកទាំងអស់គ្នាអូន convert អី convert 8 nanogram to milligram បើប្រើ horizontal format អញ្ចឹងយើងដឹងហើយជាមួយនឹងការប្រើនៅ horizontal format គឺយើងប្រើជាមួយនឹងទី1គឺយើងមកធ្វើការកំណត់កន្លែងដែលលេខទស្សភាគមានទីតាំងណាមានទីតាំងនៅក្នុងលេខដែលត្រូវបានបំលែងមានទីតាំងនៅក្នុងលេខដែលត្រូវបានបំលែងចឹងនៅទីនេះគឺ identify decimal location ចឹងនៅទីនេះ8 could be ណា could be root of as 8.0 decimal location របស់វាគឺ 8.0 ទី2គឺ identify where the two prefix are located on the horizontal diagram ចឹងយើងមាន diagram របស់យើងនៅទីនេះដោយដែលអ្នកគ្រូបានបញ្ជាក់ពី slide មុនចឹងគឺជាមួយនឹង diagram នេះអ្នកទាំងអស់គ្នាអូនត្រូវដឹងឬក៏ yes អូនអាចយកទៅជាមួយបានជាមួយនឹង diagram របស់យើងណាចាអញ្ចឹងជាមួយនឹង diagram នៅទីនេះគឺអីជាមួយនឹង diagram របស់យើងនៅទីនេះគឺ sorry អត់អាចយកទៅជាមួយបានទេអ្នកទាំងអស់គ្នាអូនធ្វើការកំណត់ចំណាំទី1គឺតាមរយៈ horizontal finger តារាង horizontal របស់យើងហ្នឹងអូនត្រូវធ្វើការកំណត់ចំណាំជាមួយនឹងមាន basic unit របស់វាគឺមាន gram ម៉ែត្រហើយនឹងliter ហើយមានអីគេ decigram centigram គេmilligram ណា micro nano pico អីជាដើមហ្នឹងអូខេអញ្ចឹងឥឡូវនេះគឺគេឲ្យយើងបំលែងពី nanogram ទៅ
ទៅអីទៅមីលីក្រាមអញ្ចឹងទីតាំងរបស់ nanogram នៅទីនេះអញ្ចឹងគឺយើងបំលែងវាមកមីលីក្រាមអញ្ចឹងក្នុងការបំលែង nanogram to milligram គឺយើងមានន័យថាគឺយើងមូលវាមកខាងឆ្វេងណាគឺយើងមូលវាមកខាងឆ្វេងអញ្ចឹងនៅទីនេះ step ទី3ដែលអ្នកទាំងអស់គ្នាអូនត្រូវធ្វើហ្នឹងគឺអីគឺធ្វើផលដកណាគឺយើងមកធ្វើផលដករវាងនិទុសន្តដែលភ្ជាប់ជាមួយនឹងបុព្វបត្តិហ្នឹងអញ្ចឹងយើងធ្វើជាមួយនឹងផលដកនិទុសន្តគឺ nanogram មក milligram អញ្ចឹងគឺដក3និទុសន្តដក3ដកឲ្យដក9ហ្នឹងទីតាំងរបស់វាគឺនៅអីទីតាំងនៅទីតាំង nanogram ហ្នឹងអញ្ចឹងដក3ដកឲ្យដក9គឺស្មើទៅនឹង6ចឹងនៅទីនេះ step ទី4ដែលអ្នកទាំងអស់គ្នាអូនត្រូវធ្វើ step ទី4ហ្នឹងគឺគេថាបើសិនបើការបំលែងកំប៉ុងផ្លាទីទៅខាងស្ដាំឬក៏ទៅខាងឆ្វេងណាអញ្ចឹងគឺយើងផ្លាស់ទីចំនួនទស្សភាគហ្នឹងទៅខាងឆ្វេងដូចគ្នាណាអញ្ចឹងគឺយើងឃើញថា6ការកណនានៅ step ទី3ឃើញថាផលដករវាង exponent ហ្នឹងគឺស្មើទៅនឹង6ចឹងចំណែកឯទី4នេះគឺយើងត្រូវធ្វើការមូលវាណាទៅខាងឆ្វេងចំនួន6ខ្ទង់ដូចគ្នាចឹងនៅទីនេះគឺ because we are converting from nano to micro we are moving to the left because we are moving to the left move decimal place to the left 6 place អញ្ចឹងគឺយើងនឹងធ្វើការមូលទៅ6ណាទៅmove the decimal place to the left 6 place ចឹងយើងធ្វើការមូលទៅទាំងអស់គ្នាណាយើងធ្វើការមូលទៅទាំងអស់គ្នាគឺបែបនេះណាចាយើងមូលទៅបែបនេះ01 02 03 04 05 06នេះ8មូលមកនេះ1ណា2នេះ8មកនេះ1នេះ1 2 3 4 5 6ចាអញ្ចឹង8នេះយើងរាប់1 2 3 4 5 6អញ្ចឹង6អញ្ចឹងចម្លើយរបស់គេ this is equivalent to អីចុច0.00008អញ្ចឹងមានន័យថាយ៉ាងម៉េចអូនរាប់ទៅនេះ2 4 6ឬក៏0.00008ចឹងនៅទីនេះយើងអាចសន្និដ្ឋានបានថា8 nanogram គឺស្មើទៅនឹង 0.00000 ណា8មីលីក្រាមអញ្ចឹងគឺ0វារហូតដល់5ដង6ទាំងលេខ8ហ្នឹងណា6ទាំងលេខ8ហ្នឹងអូខេអញ្ចឹងអ្នកទាំងអស់គ្នាយើងទៅមើលជាមួយនឹងចំណុចបន្តទៀតណាយើងទៅមើលជាមួយនឹងចំណុចបន្តទៀតចំណុចបន្តទៀតនៅទីនេះគឺយើងនិយាយជាមួយនឹងការវិភាគអីអូនយើងនិយាយជាមួយនឹងការវិភាគវិមាត្រណាយើងមកនិយាយជាមួយនឹងការវិភាគវិមាត្រចឹងស្អីទៅការវិភាគវិមាត្រស្អីទៅការវិភាគវិមាត្រចឹងយើងនឹងមើលទាំងអស់គ្នាចាចឹងគេថាលេខ1នឹងត្រូវបានដាក់ជាមួយឯកតាដែលមានអក្សរ2នៅពេលអនុវត្តការបំលែងតាមរបៀបនេះតម្លៃនឹងត្រូវបានអានដោយផ្ទាល់ពីតារាង 3.1 ចឹងគឺយើងនៅប្រើ horizontal អីគេយើងក៏ប្រើ horizontal format មិញនឹងដែរតារាង 3.1 របស់យើងណាចាវាគឺជាតម្លៃនិយាយថាមួយsorry វាគឺជាតម្លៃនិយាយថាមួយអាចត្រូវបានដាក់ជាមួយឯកតាមូលដ្ឋានឬអក្សរតែមួយឯកតាទោះយ៉ាងណាក៏ដោយប្រសិនបើការបំលែងត្រូវបានធ្វើតាមរបៀបនេះសញ្ញាផ្ទុយនៃនិទុសន្តដែលបានផ្ដល់ឲ្យក្នុងតារាង 3.1 ចាំបាច់ត្រូវប្រើ sorryចឹងជាមួយនឹងការវិភាគវិមាត្រនៅទីនេះគេថាលេខ1នឹងត្រូវបានដាក់ជាមួយឯកតាដែលមានអក្សរ2នៅពេលអនុវត្តការបំលែងតាមរបៀបនេះការបំលែងតាមរបៀបនេះគឺការបំលែងអីគឺការវិភាគវិមាត្រណា
ចាតម្លៃនឹងត្រូវបានអានដោយផ្ទាល់ពីតារាង 3.1 វាគឺមានតម្លៃនិយាយថា1អាចត្រូវបានដាក់ជាមួយឯកតាមូលដ្ឋានឬអក្សរតែមួយឯកតាទោះយ៉ាងណាក៏ដោយប្រសិនបើការបំលែងត្រូវបានធ្វើតាមរបៀបនេះសញ្ញាផ្ទុយនៃនិតោសន្តដែលបានផ្ដល់ឲ្យក្នុងតារាង 3.1 គឺចាំបាច់ត្រូវតែប្រើវាទៀតអញ្ចឹងនេះតារាង 3.1 របស់យើងហ្នឹង basic unit មាន gram មាន ម៉ែត្រ មាន លីត្រតម្លៃបុព្វបត្តិរបស់វាគឺ10សេគុណ0ចាចំណែកឯទីនេះគឺមាន decigram សង់ទីក្រាម milligram ណាមីក្រូណាណូភីកូអីជាដើមអញ្ចឹងហើយតម្លៃរបស់វាអញ្ចឹងគឺអូនអាចមើលទៅតាមហ្នឹងណាគឺអូនអាចមើលទៅតាមហ្នឹងឥឡូវនេះយើងមកមើលជាមួយនឹងឧទាហរណ៍តែម្ដងเนาะយើងមកមើលជាមួយនឹងឧទាហរណ៍តែម្ដងឧទាហរណ៍នៅទីនេះគឺយើងនិយាយពីអី in the healthcare field MC គឺតាំងឲ្យអីMC គឺតាំងឲ្យអីអ្នកទាំងអស់គ្នាMC គឺតាំងឲ្យមីក្រូណា MC គឺតាំងឲ្យមីក្រូ and MC ហ្នឹង is often and MC ហ្នឹង is often used instead of មួយហ្នឹងគឺតាំងឲ្យមីក្រូចឹង MC មីក្រូហើយក៏often ជាញឹកញាប់ហ្នឹងគឺគេតាំងជំនួសដោយអីតាំងមួយហ្នឹងជំនួសដោយ MC ហ្នឹងគឺមីក្រូ given defect convert 15 mc ក្រាមណាអ្នកគ្រូប្រើពាក្យបែបហ្នឹងតែម្ដង2 nanogram ចឹងនៅទីនេះគឺ convert to basic unit which in case is gram note that mc gram must be placed in the denominator so the mc gram unit be used ចឹងយើងមកធ្វើទាំងអស់គ្នាយើងនេះគឺយើងប្រើតាមការវិភាគវិមាត្រណាចាតាមវិភាគវិមាត្រចឹងដើម្បីបំលែងតាមវិភាគវិមាត្រគឺយើងអត់ប្រើតារាងយកតែម្ដងទេចាគឺយើងត្រូវទៅសេនៅក្នុងទម្រង់បែបនេះណាគឺយើងទៅសេវានៅក្នុងទម្រង់បែបនេះក៏ប៉ុន្តែក៏ចាំបាច់ក្នុងការក៏ចាំបាច់ក្នុងការយកតម្លៃលេខនៅក្នុងតារាងហ្នឹងមកប្រើដែរវាក៏ចាំបាច់ក្នុងការយកតម្លៃលេខហ្នឹងមកប្រើក៏ប៉ុន្តែអ្នកទាំងអស់គ្នាអូនត្រូវទៅសេវានៅក្នុងទម្រង់បែបនេះជាមួយនឹងចំណុចការវិភាគវិមាត្ររបស់យើងហ្នឹងណាចាចឹងយើងអាចទៅសេបាននៅក្នុងទម្រង់បែបនេះគឺ15 mc ក្រាមហ្នឹងមីក្រូសង់ទីក្រាមហ្នឹងចាគឺស្មើទៅនឹង10សេគុណដក6ណាគឺស្មើទៅនឹង10សេគុណដក6ចឹងអត់ចាចឹងមីក្រូគឺស្មើទៅនឹង10សេគុណដក6ចឹង10សេគុណដក6ក្រាមនៅលើអីdenominator របស់វាគឺ1 mc ក្រាមចឹងយើងធ្វើការសម្រួលណាយើងធ្វើការសម្រួលទៅគឺនៅទីនេះគឺស្មើអីអូនគឺស្មើទៅនឹងអីគឺ15 mc ក្រាមគុណជាមួយនឹងអី10សេគុណដក6ក្រាមនៅលើ1 mc ក្រាមអញ្ចឹងយើងធ្វើការសម្រួល mc ក្រាមនឹងចោលទៅមីក្រូសង់ទីក្រាមហ្នឹងយើងធ្វើការសម្រួលចោលទៅគឺអូនបានតម្លៃអីដែលនៅសល់នោះគឺ15គុណជាមួយនឹង10សេគុណ6នៅលើ10សេគុណ9 nanogram ណាអញ្ចឹងយើងធ្វើទៅយើងរកយ៉ាងនេះទៅលើទៅគឺអូនបានអី15គុណនឹង10សេគុណ3អញ្ចឹងគឺស្មើទៅនឹង15000 nanogram អញ្ចឹងមានន័យថា15មីក្រូសង់ទីក្រាមគឺស្មើទៅនឹង15000 nanogram ណាគឺស្មើទៅនឹង15000 nanogram អូខេអ្នកគ្រូជឿថាអ្នកទាំងអស់គ្នាចាំបាច់ណាស់ត្រូវតែចាប់ការ live ចូលមើលវាឡើងវិញម្ដងទៀតណាចាប់ការ live ចូលមើលវាចូលមើលឡើងវិញម្ដងទៀតក៏អូនអាច skip នៅរាល់ចំណុចណាដែលអូនស្ដាប់អត់ទាន់អាចចុចខាស្ដាប់ឡើងវិញបានម្ដងទៀតណាដើម្បីឲ្យកាន់តែច្បាស់ឬក៏បើមានចំណុចណាមិនច្បាស់អូនអាចសួរអ្នកគ្រូបានបន្ថែមទៀតអូខេអញ្ចឹងយើងមកមើលជាមួយនឹង slide បន្ទាប់ឧទាហរណ៍បញ្ចប់អញ្ចឹងជាមួយនឹង3.10របស់យើងនៅទីនេះគឺអ្នកគ្រូឲ្យអ្នកទាំងអស់គ្នាអូន convert 3.10គឺ12មីក្រូលីត្រ
to milliliter ចឹងដើម្បី convert 12 microliter ចឹងយើងទៅមើលតារាងតម្លៃទាំងអស់គ្នា12 microliter 12 microliter គឺអូនអាចទៅសេបានគឺស្មើទៅនឹងអីយើងអាចទៅសេបានគឺ10សេគុណដល់6លីត្រលើ1 microliter ចឹងយើងធ្វើការសម្រួលចេញទៅតម្លៃរបស់វាគឺនៅសល់អី12ណាគឺនៅសល់12គុណនឹង10សេគុណដល់6លើ10សេគុណដល់3 microliter milliliter ណាអញ្ចឹងយើងធ្វើការយើងទូទាត់ទៅតាម exponent ច្បាប់ exponent របស់យើងគឺស្មើទៅនឹង12គុណនឹង10សេគុណដល់3 milliliter ណាអញ្ចឹងគឺស្មើទៅនឹង 0.012 milliliter អូខេអាទាំងអស់ហ្នឹងអូនអាចកាត់បានណាអញ្ចឹងយើងអាចទៅសេមកគឺ12 microliter គុណជាមួយនឹង10សេគុណដល់6លីត្រលើអី1 microliter យើងធ្វើការសរសេរបែបនេះគឺក្នុងទម្រង់ reuse unit reuse នេះគឺដើម្បី reuse វាហើយងាយស្រួលនៅក្នុងការសម្រាយហើយមកដល់ចំណុចនេះអូនអាចកាត់អានឹងចោលបានដាក់ស្មើយកតែម្ដងគឺស្មើនឹងអី simplify ហ្នឹងគឺមានន័យថា12 microliter 10សេគុណគុណជាមួយនឹង10សេគុណដល់6លីត្រលើ1 microliter ចាអញ្ចឹងយើងធ្វើការសម្រួលបែបហ្នឹងទៅចាអានេះគឺយើងគុណជាមួយនឹងអី1 microliter គុណជាមួយនឹង10សេគុណដល់3លីត្រអញ្ចឹងយើងធ្វើការសម្រួលហើយគឺស្មើទៅនឹង12គុណឲ្យ10សេគុណដល់6នៅលើ10សេគុណដល់3មីលីលីត្រអញ្ចឹងគឺស្មើទៅនឹង12គុណឲ្យ10សេគុណដល់3មីលីលីត្រណាចឹង12គុណឲ្យ10សេគុណដល់3មីលីលីត្រគុណឲ្យអស់ទៅគឺស្មើទៅនឹងអី0ប៉លីតទៅគឺស្មើទៅនឹង 0.012 មីលីលីត្រណា 0.012 មីលីលីត្រអូខេអញ្ចឹងចំពោះមេរៀននៅក្នុងសប្តាហ៍នេះអ្នកគ្រូបញ្ចប់ត្រឹមនេះហើយអ្នកគ្រូជឿថាអ្នកទាំងអស់គ្នាអូនត្រូវការ take time ដើម្បីមើលឡើងវិញម្ដងទៀតមុននឹងអ្នកទាំងអស់គ្នាអាចធ្វើឧទាហរណ៍ដែលអ្នកគ្រូនឹងទម្លាក់ឲ្យនៅក្នុង classroom របស់យើងបានណាចឹងលំហាត់នេះអ្នកគ្រូនឹងទម្លាក់ទៅក្នុង classroom ក៏ប៉ុន្តែអ្នកទាំងអស់គ្នាអូនអាច review ជាមួយនឹងការ live ឡើងវិញម្ដងទៀតសិនណាអូខេអរគុណច្រើនសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នានៅក្នុងសប្តាហ៍នេះហើយបើមានចម្ងល់បងប្អូនអាចសួរបានណាអូខេអរគុណច្រើន